ជាផ្នែកមួយនៃកម្មវិធីគាំពារសង្គមអង្គការ Oxfam បាននឹងកំពុងអនុវត្តគម្រោងមួយដែលមានឈ្មោះថាជំរុញប្រព័ន្ធគាំពារសង្គមនៅកម្ពុជាប្រកបដោយបរិយាបន្ននិងឆ្លើយតបទៅនឹងគ្រោះអាសន្នដែលយើងហៅកាត់ជាភាសាអង់គ្លេសថា FIRST ចា៎ហើយគម្រោង FIRST នេះបានទទួលការឧបត្ថម្ភថវិកាពីសំណាក់សហភាពអឺរ៉ុបហើយគម្រោងនេះមានរយៈពេល3ឆ្នាំយើងបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ2021ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ2024ចា៎គម្រោង FIRST នេះមានគោលបំណងលើកកម្ពស់ការផ្សារភ្ជាប់ស្ថាប័នគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងពលរដ្ឋកម្ពុជាដើម្បីធានាឲ្យបានថាប្រព័ន្ធគាំពារសង្គមនៅកម្ពុជាយើងនេះកាន់តែមានបរិយាបន្នផ្ដោតទៅលើគោលការណ៍សិទ្ធិនិងមានការឆ្លើយតបទៅនឹងគ្រោះអាសន្នចាតាមរយៈគម្រោងនេះអង្គការ Oxfam នឹងធ្វើការជាមួយនឹងដៃគូដែលជាអង្គការជាតិជាសហជីពនិងសហគមន៍ចំនួន11នៅប្រទេសកម្ពុជាចាគម្រោង FIRST នេះនឹងចូលរួមចំណែកទៅដល់ការបង្កើននៅជំនឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការតាមរយៈការលើកកម្ពស់ឲ្យមានការចូលរួមនិងការពិគ្រោះយោបល់យ៉ាងសកម្មអំពីសំណាក់អង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋកម្ពុជាហើយគម្រោងនេះមានផែនការជួយទៅដល់ជនដែលងាយរងគ្រោះបំផុតក៏ដូចជាអ្នកដែលបានទទួលរងនៅផលប៉ះពាល់ជាអវិជ្ជមានដោយសារជំងឺ Covid-19 ប្រមាណ1.7 លាននាក់ដែលអ្នកទាំងនេះកំពុងតែធ្វើការនិងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធចា៎ការរាតត្បាតនៃជំងឺ Covid-19 ដែលយើងបាននឹងកំពុងជួបប្រទះនេះគឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីតម្រូវការនៅក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានភាពធន់ឆ្លើយតបទៅនឹងគ្រោះអាសន្ននិងមានភាពបត់បែនដែលអាចដោះស្រាយចំពោះគ្រោះអាសន្នទាំងឡាយណាប្រកបដោយប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គមដែលឆ្លើយតបទៅនឹងគ្រោះអាសន្នមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាហើយវានឹងក្លាយទៅជាមូលដ្ឋាននៅក្នុងការឆ្លើយតបបានយ៉ាងលឿនចំពោះគ្រោះអាសន្នទាំងឡាយណាដែលរាប់តាំងពីជំងឺរាតត្បាតរហូតដល់គ្រោះមហន្តរាយដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុដើម្បីឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់បំផុតបានទទួលការគាំទ្រចាំបាច់និងទាន់ពេលវេលាការគាំទ្រពីកម្មវិធីគាំពារសង្គមនឹងជួយការពារបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនិងបង្កើននូវសមត្ថភាពធន់របស់ពួកគាត់ហើយលើសពីនេះទៅទៀតប្រព័ន្ធគាំពារសង្គមដែលបានកសាងឡើងដោយផ្អែកទៅលើគោលការណ៍សិទ្ធិនិងចូលរួមចំណែកដល់ការរីកចម្រើនប្រកបដោយនិរន្តរភាពនិងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព